បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃដែលសារតែមានបងប្អូនយើងខ្លះសួរខ្ញុំថាឥឡូវផ្លូវអន្លំពងដែលទឹកលិចហ្នឹងហើយធ្វើដំណើរពីភ្នំអន្លំពងអូររាំងឪទៅកាន់ព្រះជិចតលេបិតខាងកំពង់ចាមតាមហ្នឹងទៅរួចនៅបងប្អូនណាឥឡូវខ្ញុំបាទចង់មកយកវីដេអូផ្ទាល់នៅតាមផ្លូវនេះនៅឡើយដែលជាក់ស្ដែងពេលនេះគឺបើតាមតែការប៉ាន់ស្មានរបស់ខ្ញុំប្រហែលជាមិនក្រោមមួយអាទិត្យទៀតទេបាទអាចទៅបានប្រហែលជាមួយអាទិត្យលើសបាទចូល10ថ្ងៃអីផងមិនដឹងអាចទៅបានបាទដោយសារតែនោះកន្លែងនោះមានបកគោលភ្លើងមានគេបងហ្នឹងមានដៃស្ពានហ្នឹងប៉ុន្តែទឹកនៅលិចដៃស្ពាននៅឡើយទេបងប្អូនកន្លែងហ្នឹងអាចត្រឹមចកេះនៅកន្លែងហ្នឹងហើយផុតពីហ្នឹងទៅអាចលើចកេះទៀតពីកែងហ្នឹងឡើងទៅភូមិអញ្ចឹងបងប្អូនដែលធ្វើដំណើរតាមហ្នឹងចាំមើលបើសិនជាមានពេលដែលអាចជិះបានខ្ញុំនឹងមកធ្វើវីដេអូម្ដងទៀតប៉ុន្តែសម្រាប់ពេលនេះគឺអត់តន់កើតនៅឡើយទេបងប្អូនណាអញ្ចឹងសូមបងប្អូនជួយ share បាទជួយ like ដើម្បីជូនព័ត៌មានទៅដល់បងប្អូនដែលតែងតែសួរហើយធ្វើដំណើរតាមនឹងជារឿយបាទឥឡូវខ្ញុំមកដល់ចិត្តដល់ស្ពាននេះវានៅបាទលើជង្គង់ហើយតែតម្រាំទៅដល់នោះអាចនឹងធំចកេះបាទត្រឹមចកេះចឹងអរគុណច្រើនបងប្អូនសម្រាប់វីដេអូនេះ